រឿងផ្ទះសំណាក់ខ្មោចរិទ្ធីនិងសូរិយាជាគូស្នេហ៍វ័យក្មេងដែលធ្វើការនៅក្រុមហ៊ុនឯកជនមួយក្នុងទីក្រុងភ្នំពេញដោយសារសម្ពាធការងាររាប់ខែពួកគេសម្រេចចិត្តស្វែងរកកម្លៃសម្រាប់លំហែកាយនៅខេត្តដាច់ស្រយាលមួយតាមរយៈការណែនាំនៅលើអ៊ីនធឺណិតរិទ្ធីបានកក់បន្ទប់នៅផ្ទះសំណាក់មួយឈ្មោះថាវិមានបុរាណដែលជាផ្ទះឈើកូនកាត់បារាំងដ៏ចំណាក់មួយសាងសង់នៅក្បែរជើងភ្នំនិងហុំព័ទ្ធដោយព្រីកៅស៊ូដ៏ស្ងាត់ជ្រងំពេលទៅដល់មេឃចាប់ផ្ដើមងងឹតឈុំអាប់ធ្លាក់ចុះមកស្ដាងគ្របបន្ទប់បរិវេណផ្ទះសំណាក់សូរិយាសម្លឹងមើលជុំវិញដោយអារម្មណ៍រអាងបងរិទ្ធីកន្លែងនេះស្ងាត់ម្លេះដូចជាគ្មានភ្ញៀវផ្សេងសោះអាគារក៏មើលទៅចាស់ណាស់ដែររិទ្ធីញញឹមលួងលោមមិនអីទេអូនគេទៅតែជួសថ្មីតាស្ងាត់បែបនេះល្អតាយើងអាចសម្រាកបានពេញលេញគ្មានអ្នករំខានអ្នកមើលការខុសត្រូវនៅទីនោះគឺតាសុកជាបុរសចំណាស់ម្នាក់ដែលមានទឹកមុខស្ងួយស្ងាត់គាត់បានហុចកូនសោបន្ទប់លេខ302ទៅឲ្យរិទ្ធីព្រមទាំងផ្ដាំដោយសម្លេងស្អែកថាក្មួយទាំងពីរយប់ប្រលប់កុំដាយជិនក្រៅបន្ទប់ផ្ដេសផ្ដាស់ហើយបើលឺសម្លេងអ្វីកុំបើកទ្វារមើលឲ្យសោះបន្ទប់302ជារៀបចំយ៉ាងស្អាតបាតមានគ្រែឈើបុរាណនិងវាំងនំពណ៌សស្ដាងម៉ោង11យប់ខណៈពេលដែលរិទ្ធីកំពុងលង់លក់សូរិយាស្រាប់តែភ្ញាក់ឡើងដោយសារភាពត្រជាក់ស្រេបខុសធម្មតាម៉ាស៊ីនត្រជាក់មិនបានបើកពេកប៉ុន្តែខ្យល់ត្រជាក់បក់ចូលតាមចន្លោះបង្អួចរំពេចនោះនាងស្រាប់តែធុំក្លិនផ្កាម្លិះយ៉ាងឈ្ងុយឆ្ងប់ភាយពេញបន្ទប់សូរិយាលះសង្សារបងរិទ្ធីភ្ញាក់ឡើងបងឯងមានធុំក្លិនអីអត់រិទ្ធីងីងើដំដុះក្លិនអីអូនបងងងុយណាស់មិនតាន់នឹងនិយាយចប់ផងសំឡេងអ្នកដាអូសជើងស្រាប់តែបន្លឺឡើងនៅតាមសាធំខាងក្រៅបន្ទប់សូរិយាភ័យញ័រខ្លួនអោបរិទ្ធីយ៉ាងជាប់សំឡេងនោះដើរមកឈប់ចំមុខបន្ទប់របស់ពួកគេចំណុចទៀងទ្វារចាប់ផ្ដើមរង្គើបន្តិចម្ដងហាក់មានអ្នកព្យាយាមបើកចូលមកប៉ុន្តែមិនបានសម្រេចរួចបរិយាកាសក៏ស្ងាត់ទៅវិញព្រឹកឡើងពួកគេទាំងពីរនាក់ចុះមកហូបអាហារពេលព្រឹកដោយទឹកមុខមិនស្រស់ស្រាយរិទ្ធីបានដើរទៅសួរអ្នកលក់ចាប់ហ៊ុយនៅក្បែរនោះពីប្រវត្តិផ្ទះសំណាក់នេះអ្នកមីងលក់ចាប់ហ៊ុយប្រាប់ដោយខ្សឹបថាក្មួយស្នាក់នៅបន្ទប់ណាកុំប្រាប់ណាថាបន្ទប់302ផ្ទះសំណាក់នោះពីមុនជាភូមិគ្រឹមរបស់សេដ្ឋីចំនួនមុនកូនស្រីគាត់ឈ្មោះចំបៃត្រីគូស្នេហ៍បោកប្រាស់នាងក៏ចងកសម្រាប់ខ្លួនឯងនៅក្នុងបន្ទប់302ទាំងកំពុងពាក់រ៉ូបរៀបការវិញ្ញាណនាងនៅវល់រងចាំសង្សារត្រឡប់មកវិញរហូតដល់សប្តាហ៍ថ្ងៃនេះរិទ្ធីនិងសូរិយាមើលមុខគ្នាដោយក្តីតក់ស្លុតពួកគេចង់រៀបចំអ៊ីវ៉ាន់ត្រឡប់ទៅភ្នំពេញវិញភ្លាមប៉ុន្តែឡានរបស់រិទ្ធីស្រាប់តែខូចបញ្ឆេះដោយមិនដឹងមូលហេតុទេពតម្រូវឲ្យពួកគេត្រៀមស្នាក់នៅមួយយប់ទៀតរងចាំជាងមកជួសជុលនៅព្រឹកស្អែកភាគទី4ការឡងបន្លោមពេញទំហឹងយប់ទី2អ្វីកាន់តែអាក្រក់ជាងមុនម៉ោង12អាធ្រាត្រដាច់ភ្លើងទូទាំងផ្ទះសំណាក់ពន្លឺព្រឹកច័ន្ទចាក់ចូលតាមបង្អួតបង្ហាញឲ្យឃើញស្រមោលមនុស្សស្រីម្នាក់សក់វែងប្រយាកឈរនៅចុងជើងក្រែនាងពាក់រ៉ូបម៉ាក់វ៉ាសប្រឡាក់ទៅដោយឈាមនិងមានស្នាមចាមនៅជុំវិញកខ្មៅចំបៃចង្អុលមុខរិទ្ធីសំឡេងយំលាលំកំហាំងហេតុអ្វីអ្នកបោកបងខ្ញុំហេតុអ្វីទុកខ្ញុំចោលនៅទីនេះសូរិយាស្រែកយំយ៉ាងខ្លាំងជួយផងលែងពួកយើងទៅពួកយើងមិនដឹងរឿងអីទេខ្មោចនោះហាក់មិនស្ដាប់នាងបានហក់មកច្របាច់កសូរិយារិទ្ធីស្ទុះទៅជួយសង្សារប៉ុន្តែត្រីកម្លាំងអធម្មជាតិមួយទាញបោកទៅនឹងជំចាំងក្នុងស្ថានភាពត្រដាបត្រដួរិទ្ធីនឹកឃើញដល់ខ្សែព្រះដែលម្ដាយគេធ្លាប់បំពាក់ឲ្យគេ
គេប្រឹងស្ទុះយកខ្សែនោះទៅពាក់ឲ្យសូរិយាពេលខ្សែប៉ះនឹងខ្លួនសូរិយាពន្លឺមួយបញ្ចេះឡើងធ្វើឲ្យវិញ្ញាណនោះស្រែកលាតត្រដាងយ៉ាងឈឺចាប់រួចក៏រលាយបាត់ទៅបន្ទាប់ពីរាត្រីដ៏រន្ធត់ព្រឹកឡើងឡានរបស់ឫទ្ធីក៏អាចបញ្ឆេះបានវិញយ៉ាងចម្លែកប៉ុណ្នេះមុនពេលចាក់ចេញតាសុកបណ្ដាលមកជិតពួកគេនិងនិយាយដោយទឹកមុខស្រពោនថាអរគុណដែលអ្នកទាំងពីរបានតស៊ូនាងគ្រាន់តែចង់ឲ្យគេស្គាល់ពីការឈឺចាប់របស់នាងនិងចង់បានការរំដោះឫទ្ធីនិងសូរិយាមិនបានបើកឡានទៅភ្នំពេញវិញភ្លាមទេពួកគេបានឈប់នៅវត្តក្បែរជើងភ្នំទិញចង្ហាន់និងនិមន្តព្រះសង្ឃសូត្រមន្តបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណនាងចំបៃដោយសង្ឃឹមថានាងនឹងបានទៅកាន់សុគតិភាពនិងលែងវល់នៅកន្លែងដោះសែនឯកានោះទៀតពេលឡានបើកចេញឆ្ងាយសូរិយាងាកមើលផ្ទះសំណាក់នោះជាលើកចុងក្រោយនាងហាក់ដូចជាឃើញស្រមោលមនុស្សស្រីម្នាក់ឈរនៅរានហោបន្ទប់302ញញឹមតិចជាការលាគ្នា